ជំរាបសួរបងប្អូនប្រិយមិត្តទស្សនិកជនដែលជាអ្នកគាំទ្រ Page ពី 2MC Admin ទូកងជាទីស្រឡាញ់សពមួយដងកន្លងមកបងប្អូនតែងតែឃើញខ្ញុំធ្វើការបញ្ចូលសម្លេងក៏ដូចជាថតធ្វើការផ្សព្វផ្សាយរាយរាប់អំពីបណ្ដាទូកផ្សេងតាមវត្តនានានៃព្រះរាជាណាចក្រកម្ពុជារបស់យើងតែនៅក្នុងថ្ងៃនេះខ្ញុំសូមធ្វើការអត្ថាធិប្បាយរាយរាប់ផ្សាយអំពីទូកនៅក្នុងស្រុកកំណើតរបស់ខ្ញុំវិញម្ដងបងប្អូនទស្សនិកជននេះគឺជាទស្សនវិជ្ជានៃការជួបជុំប្រមូលផ្ដុំក្មេងចាស់ប្រុសស្រីនៅមុខរូងទូកងលោកតាសរាយផ្កាយព្រឹកដែលជាពិធីដាក់បង្គោលនៃទូកនេះតាមទំនៀមទម្លាប់ប្រពៃណីដែលបានបន្សល់ទុករៀងមកបងប្អូនជានិច្ចការនៅក្នុងថ្ងៃកាន់បិណ្ឌវេនទី10គេតែងតែចាត់ទុកថាជាទិវាមួយរបស់វត្តប្រាសាទវត្តដីនៃពិធីដាក់បង្គោលទូកងសរាយផ្កាយព្រឹកសូមសេចក្តីសុខទៅតាមជំនឿជឿជាក់របស់បងប្អូនរៀងខ្លួនទៅយ៉ាងណាក៏ដោយនៅក្នុងវីដេអូនេះខ្ញុំមិនទាញបងប្អូនឲ្យមកជឿលើជំនឿអបិយជំនឿអីដោយប្រេះផ្ដាស់នោះទេគ្រាន់តែវាជាការបង្ហាញមួយថាប្រពៃណីទំនៀមទម្លាប់របស់ស្រុកខ្ញុំគេធ្វើបែបហ្នឹងបាទអញ្ចឹងបងប្អូនទូកងមួយគ្រឿងដែលបងប្អូនបានឃើញនៅក្នុងទស្សនវិជ្ជានេះគឺជាទូកដែលមានឈ្មោះថាសារាយផ្កាយព្រឹកហើយមានប្រវែងត្រឹមតែ18ម៉ែត្រកន្លះតែប៉ុណ្ណោះផ្ទុកចំណុះបានរហូតដល់ទៅ33នាក់បាទតាមសាវតានបានកត់ត្រាទុកមកថាទូកនេះបើគិតមកទល់នឹងបច្ចុប្បន្ននេះគឺមានអាយុកាលរហូតដល់ទៅ194ឆ្នាំកន្លងទៅហើយសារាយផ្កាយព្រឹកក៏ជាទូកដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើផ្ទៃទឹកច្រើនសម័យកាលផងដែរហើយសម័យកាលពីបុរាណនោះក៏ធ្លាប់ល្បីល្បាញរហូតដល់មានការសពព្រះរាជអាហាតីពីសំណាក់ព្រះញាតិវង្សានុវង្សរបស់អង្គព្រះមហាក្សត្រយើងដែលមានព្រះនាមថាព្រះអង្គម្ចាស់សង្ឃដេតព្រះអង្គម្ចាស់សង្ឃដេតទ្រង់ក៏បានប្រទាននៅរោងទូកជាប្រភេទអគារប៊ីតុងដ៏ស្រស់ស្អាតមួយដាក់តម្កល់ទូកងសារាយផ្កាយព្រឹកនេះទៀតផងបងប្អូនរឿងកន្លងដែលយើងបានរៀបរាប់ទាំងប៉ុន្មានសាវតានទាំងប៉ុន្មានយើងមិនអាចរៀបរាប់ឲ្យបានចប់នោះទេมันអាចពេញលេញបានទេដោយសារតែនៅវីដេអូនេះខ្លីហើយពេលវេលាយើងខោចអញ្ចឹងបងប្អូនយើងបន្តដំណើរទៅមុខទៀតកាលពីព្រឹកមិញនេះគឺបន្ទាប់ពីធ្វើកិច្ចពិធីពេលដែលពិធីចាប់ផ្ដើមយើងឃើញហេតុភេទដ៏អស្ចារ្យមួយគឺមានមេឃងងឹតស្លុបត្រជាក់ត្រជុំមែនតែនហើយនៅពេលដែលដង្ហែទូកចេញមកបរិស័ទប្រុសស្រីដែលគេមកធ្វើបុណ្យវត្តប្រាសាទវត្តដីជាពិសេសនោះកីឡាករទូកងសារាយផ្កាយព្រឹកបានធ្វើការដោះលាងសម្អិតសម្អាតលើទូកនេះរួចរាល់ហើយស្រាប់តែមានហេតុភេទដ៏ចម្លែកមួយទៀតគឺព្រះភិរុណក៏បានបង្អោរទឹកភ្លៀងមួយមេយ៉ាងត្រជាក់ត្រជុំមែនតែនមកលើទូកងសារាយផ្កាយព្រឹកនេះហើយគូរំលឹកផងដែរថាបងប្អូនកាលពីមុនកិច្ចពិធីនេះមិនមែនតែប៉ុណ្្នឹងទេកិច្ចពិធីនេះគឺធំដុំហើយអធិកអធមនិងកក្រឹកកក្រែងខ្លាំងជាងនេះឆ្ងាយណាស់ដោយពីមុនមកគឺកិច្ចពិធីគេបានធ្វើកិច្ចពិធីហើយគេដង្ហែទូកនេះទៅកាន់ទន្លេជ័យដើម្បីធ្វើការអុំសាកល្បងល្បឿនពិនិត្យមើលបច្ចេកទេសក៏ដូចជាការលាងសម្អិតសម្អាតទៅតាមទំនៀមទម្លាប់ផងដែរហើយបងប្អូនដឹងហើយឈ្មោះថាសារាយផ្កាយព្រឹកនេះនៅក្នុងទឹកដីនៃស្រុកសេសុន្ធរឃុំព្រែកដំបូកនេះគឺអត់បានទេឲ្យតែចេញទៅពេលណាហាក់ដូចជាតាក់ទាញនៅប្រុសស្រីអញ្ចឹងបងប្អូនដូចជាសម្បូរស្នេហ៍ណាស់បាទមានបងប្អូនប្រុសស្រីក្មេងម្ចាស់អ្នកភូមិអ្នកផ្សារគឺចេញមកសាទរជាមួយនឹងទូកនេះខ្លាំងណាស់ក៏ប៉ុន្តែចៃដន្យអីនៅក្នុងឆ្នាំ2020កន្លងទៅគឺព្រះគ្រូចៅអធិការគណៈកម្មការវត្តគណៈកម្មការទូកក៏បានសម្រេចគ្នាពិនិត្យមើលលើបច្ចេកទេសនៃទូកនេះក៏គិតថាទូកនេះมันអាចបន្តធ្វើការដង្ហែទៅកាន់ទន្លេទៀតបានទេហើយក៏មិនអាចធ្វើការអុំបានទៀតដែរព្រោះខ្លាចមានបញ្ហាខូចខាតលើទូកនេះពីព្រោះទូកនេះបើយើងគិតពីអាយុកាលយើងអាចចាត់ទុកថាជាវត្ថុបុរាណប្រចាំវត្តទៅហើយដែលមានអាយុកាលលើសពី100ឆ្នាំបានន័យថាវាស្វ័យប្រវត្តិទៅជាវត្ថុបុរាណទៅហើយមួយទៀតទូកនេះគេចាត់ទុកថាជាវត្ថុសក្ការៈបូជាអញ្ចឹងបើសិនបើជាមានការខូចខាតអីទៅវាអាចនឹងប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកស្រុកហើយមួយទៀតបងប្អូនប្រសិនបើយើងយកទៅលេងខូចខាតតាក់ដានប្រវត្តិសាស្ត្រដែលធ្លាប់ល្បីល្បាញឈ្មោះសារាយផ្កាយព្រឹកពីសម័យកាលនេះសម័យកាលនោះកន្លងមកវានឹងបាត់នៅវត្ថុតាងបាត់នៅផតាងសម្រាប់អ្នកចំនួនក្រោយដូច្នេះហើយទើបព្រះគ្រូចៅអធិការគណៈកម្មការវត្តគណៈកម្មការទូកសម្រាប់គ្នាជាឯកច្ឆន្ទថាបង្រួមកម្មវិធីនេះឲ្យពីធំមកតូចក៏ប៉ុន្តែកិច្ចពិធីបែបបទប្រពៃនេះនៅតែបន្តធ្វើធំធម្មតា
តែកម្មវិធីយើងគឺបំរុំមកតូចគឺមិនឲ្យយកទូកនេះទៅកាន់ទឹកទន្លេទេព្រោះខ្លាចខូចខាតយើងធ្វើការដង្ហែចេញតែពីរោងជ័យមកដល់ខ្លោងទ្វារជ័យហើយឲ្យបរិស័ទប្រុសស្រីលាងសម្អាតកីឡាករដុសលាងសម្អាតរួចហើយក៏នឹងដង្ហែត្រឡប់ចូលវិញតម្កល់ទុកដើម្បីឲ្យទូកនេះមានអាយុកាលនិងគង់វង្សជាអង្វែងទៅទៀតទុកជាប្រវត្តិសាស្ត្រនៅក្នុងវត្តប្រាសាទវត្តដីដើម្បីឲ្យក្មេងចាស់ប្រុសស្រីចំនួនក្រោយនឹងគឺគាត់បានដឹងពីប្រវត្តិទូកនេះបន្តទៅទៀតអញ្ចឹងបងប្អូនការរាយរាប់ហាក់ដូចជាវែងឆ្ងាយអញ្ចឹងកុំឲ្យបងប្អូនចិនណាយស្ដាប់ទៅធុញទ្រាន់សូមបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្ណេះអញ្ចឹងសូមអរគុណសូមជម្រាបលាកុំភ្លេចចែករំលែកវីដេអូនេះទាំងអស់គ្នាដើម្បីជាការលើកកម្ពស់វិស័យកីឡាប៉ាណាំងទូកនៅកម្ពុជា